បើសិនជាសង្គ្រាមខ្មែរសៀមចប់រដ្ឋាភិបាលមានកម្រងធ្វើរបងពាត់ព្រំដែនទាំងកើតទាំងលិចខ្ញុំជ័យស័កខ្មែរនឹងចូលរួមជាមួយរដ្ឋាភិបាលចំនួន$10000ដើម្បីធ្វើរបងពាត់ព្រំដែនបងប្អូនអរគ្នាបងប្អូនណាគិតឲ្យខ្ញុំសុំខមមិននៅខាងក្រោមអ្នកមួយជួយ like និង share វីដេអូឲ្យជ័យស័កខ្មែរម្នាក់បងប្អូនអរគ្នាបាទខ្ញុំនឹងចូលរួមបាទបើសិនជារដ្ឋាភិបាលមានកម្រងធ្វើរបងពាត់ព្រំដែនជ័យស័កខ្មែរនឹងឧបត្ថម្ភ$10000បាទចូលរួម$10000ដើម្បីការពារមាតុភូមិការពារប្រទេសអច្ឆរិយៈរបស់ខ្ញុំការពារបងប្អូននៅព្រំដែនរបស់ខ្ញុំដែលមិននៅពេលនេះគាត់កំពុងតែរហោយំជីគោយន្តជីម៉ូតូកាត់ភ្លៀងដើម្បីរកកន្លែងទីទួលសុវត្ថិភាពណាដែលកំពុងតែចោលចូលមកលួចផ្ទះគាត់ចេញពីផ្ទះចោលចូលមកលួចផ្ទះគាត់បងប្អូនខ្ញុំឈឺចាប់ណាស់បាទឥឡូវបងប្អូនណាដែលទស្សនាវីដេអូនេះសូមជួយ share វីដេអូឲ្យបងប្អូនមានកំណត់មតិយោបល់យ៉ាងម៉េចដែរបងប្អូនសូម comment នៅខាងក្រោមឲ្យជួយ share like page របស់ជ័យស័កខ្មែរម្នាក់មួយបងប្អូនអរគ្នាបាទហ្នឹងហើយពីព្រោះអីគឺខ្ញុំនឹងគ្រួសារក៏ដូចជាបងប្អូនខ្មែរទាំងអស់បាទទូទាំងប្រទេសយើងគឺត្រូវការតែសន្តិភាពទេមិនត្រូវការសង្គ្រាមគឺខ្ញុំត្រូវការសន្តិភាពពិតប្រាកដប្រទេសខ្ញុំសម្រាប់ប្រទេសខ្ញុំបងប្អូនខ្ញុំរដ្ឋាភិបាលខ្ញុំគឺត្រូវការសន្តិភាពពិតប្រាកដហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាសូមជួយ share វីដេអូនេះម្នាក់មួយហើយសូមបងប្អូនទាំងអស់គ្នាជួយបញ្ចេញមតិយោបល់នៅខាងក្រោមបាទបើសិនជារដ្ឋាភិបាលគាត់អភិវឌ្ឍបែបហ្នឹងមិនខ្ញុំសប្បាយចិត្តណាស់បងប្អូនបាទខ្ញុំសប្បាយចិត្តណាស់ហ្នឹងហើយពីព្រោះអីគឺបងប្អូនឃើញហើយឥឡូវនេះគឺចោលចូលមកទៀតហើយណាកុំរៀមផងហើយយើងប្រើគេហៅថាយុទ្ធសាស្ត្រគេហៅថាការចរចាក៏ប៉ុន្តែគេមិនចង់ចរចាជាមួយយើងទេគេមានតែប្រមាថយើងមានតែជេរយើងមានតែជន់ឈ្លីយើងមានតែមកបំពេញយើងហើយចោតយើងទៀតបងប្អូនអរគ្នាអញ្ចឹងបើសិនជាមានកម្រងធ្វើលបងមែនបាទជ័យស័កខ្មែរនឹងចូលរួមចំនួន$10000បងប្អូនអរគ្នានឹងខ្ញុំនិយាយមិនថាអញ្ចឹងបងប្អូនអរគ្នាហើយខ្ញុំមិនមែនជាអ្នកមានអីទេបាទខ្ញុំក៏ជាអ្នកក្រគ្រាន់តែយើងសន្សំមកបានប៉ុណ្ណាបាទយើងជួយបាទហ្នឹងហើយបងប្អូនអរគុណខ្ញុំអត់ចង់អួតអាងអីទេបងប្អូនណាគាត់ថានេះគឺជាបាទបេះដូងរបស់ខ្ញុំទឹកចិត្តរបស់ខ្ញុំណាបាទរដ្ឋាភិបាលគាត់សាងសង់មែនខ្ញុំនឹងចូលរួមបាទអរគុណបងប្អូន